រឿងខ្មោចឆ្កួតនិងតណ្ហាកាលពីឆ្នាំ1993មាននារីម្នាក់បានធ្វើការនៅក្រុមហ៊ុនមួយជាមួយនឹងជនជាតិបារាំងនាងជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យផ្ទះដែលជាទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននោះជាផ្ទះឈើពីខ្នងមានបរិវេណធំទូលាយព្រមទាំងមានដើមឈើនៅជុំវិញផ្ទះគួរឲ្យចង់រស់នៅចំណែកឯជាន់ខាងក្រោមគេបានរៀបចំធ្វើជាការិយាល័យការងារចំណែកជាន់លើធ្វើជាកន្លែងសម្រាកមានបន្ទប់ទាំងអស់ចំនួន4បន្ទប់ធំជាងគេជារបស់លោកប្រធានដោយសារនៅមានបន្ទប់ទំនេរច្រើននៅឡើយអនុប្រធានក៏អនុញ្ញាតឲ្យនាងសម្រាប់នៅកន្លែងធ្វើការដែលព្រោះយល់ថាផ្ទះរបស់នាងនៅឆ្ងាយជាងគេនៅរាល់ថ្ងៃសម្រាប់ផ្ទះនេះតែងតែស្ងាត់ព្រោះនៅចាំកន្លែងមានតែនាងនិងចុងភៅ2នាក់ទៀតប៉ុណ្ណោះបន្ទប់នៅសល់2ទៀតនៅជាប់គ្នាហើយនៅចំពីមុខទ្វាររបងរបស់ផ្ទះផងធ្លាប់បានឮចាស់និយាយថាមិនល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវខ្មោចឆ្លងកាត់នាងមកនៅយូរទៅក្រាលដែរហើយនាងមិនតាន់បានឃើញអ្វីទេប៉ុន្តែចុងភៅគាត់និយាយថាគាត់ឧស្សាហ៍ឃើញញឹកញាប់ណាស់ដូចជាឃើញមនុស្សដើរជុំវិញផ្ទះនៅពេលយប់ជ្រៅធ្វើឲ្យនាងមានការសង្ស័យមករហូតមានថ្ងៃមួយមិត្តភក្តិរបស់នាងបានឈៀងមកលេងនាងដោយបបួលនាងទៅដើរលេងទៅរកអីញ៉ាំនៅខាងក្រៅនិងទម្រាំត្រឡប់មកផ្ទះវិញឃើញថាយប់គួរសមនាងក៏បើកបន្ទប់មួយដែលនៅជាប់នឹងបន្ទប់ទឹកឲ្យមិត្តភក្តិរបស់នាងសម្រាប់គិតហើយឲ្យងាយស្រួលចេញចូលក្នុងបន្ទប់ទឹកយើងនាំគ្នាចូលគេងនៅវេលាប្រហែលម៉ោង11យប់ធម្មតានាងមិនដែលមានរឿងអ្វីកើតឡើងទេប៉ុន្តែហេតុការណ៍ដែលនឹកគិតមិនដល់នោះត្រឡប់ជាកើតឡើងជាមួយនឹងមិត្តរបស់នាងទៅវិញនាងបាននិយាយថាពេលនាងចូលបន្ទប់ត្រៀមខ្លួននឹងដេកនោះនាងមានអារម្មណ៍ថាដូចជាមានមនុស្សមកសម្លឹងនាងគ្រប់ពេលវេលាក្រោយមកពេលដែលនាងទម្លាក់ខ្លួនគេងនាងក៏ឃើញបុរសម្នាក់ដើរទម្លុះទ្វារចូលមកទាំងទ្វារនៅបិទជិតឈឹងនាងភ័យណាស់ក៏ប្រញាប់ស្រែកឲ្យគេជួយប៉ុន្តែនាងស្រែកមិនរួចសូម្បីតែកម្រើកខ្លួនក្រោកឡើងក៏ក្រោកមិនរួចផងរស់ម្នាក់នោះបានដើរមកនាងនៅក្បែរគ្រែគេងនៅខណៈនោះនាងកំពុងតែដេកផ្ងាបរិសម្នាក់នោះមកអង្គុយក្បែរនាងរួចហើយលុកដៃមកចាប់ក្បាលពោះរបស់នាងព្យាយាមកម្រើកខ្លួនគេចចេញប៉ុន្តែធ្វើមិនបាននាងបានតែទន្ទិញអ្នកមោទសៈនៅក្នុងចិត្តតែអាខ្មោចនោះនៅតែសើចហ៊ឹនៅក្នុងដើមកបន្ទាប់មកវាបានលុកដៃចូលទៅក្នុងអាវរបស់នាងព្រមទាំងខ្ញាំក្បាលពោះរបស់នាងយ៉ាងសប្បាយមិត្តរបស់នាងបានត្រឹមតែយំខ្លាចភ័យក៏ភ័យនៅខណៈពេលដែលអាខ្មោចឆ្កួតនិងតណ្ហាកំពុងតែភ្លើននៅលើក្បាលពោះរបស់នាងនោះនាងបានសម្លឹងមើលទៅខ្លួនរបស់វាឃើញធំខ្មឹងសម្បុរខ្មៅព្រិចព្រមទាំងស្លៀកក្បិនកញ្ចាស់តែមួយគត់អាវក៏អត់មានពាក់នាងគិតក្នុងចិត្តថាមិនដឹងធ្វើយ៉ាងម៉េចល្អទេវាបានតែអង្អែលដើមទ្រូងរបស់នាងឡើងពេញចិត្តទៅហើយមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃរបស់វាចុះមកល្វែងក្រោមរបស់នាងទៀតនាងសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងទៅទេចេះគ្មានប្រយោជន៍ឡើយព្រោះវាដូចជានាងរុញខ្យល់នាងមិនអាចប៉ះត្រូវរាងកាយរបស់វាឡើយពេលនោះវាបានទម្លាក់ខ្លួនក្រោបពីលើនាង
ត្រោបពីលើរាងកាយរបស់នាងថែមទៀតនាងណែនស្ទើរដកដង្ហើមមិនរួចចៃដន្យនាងបានលើសំឡេងមនុស្សចូលក្នុងបន្ទប់ទឹកនាងក៏យកជើងធាក់ជញ្ជាំងខ្លាំងៗពេញទំហឹងពេលនោះម៉ោងប្រហែលជា12អាត្រៀតនាងក៏បានឈឺពោះក៏ចូលទៅក្នុងបន្ទប់ទឹកហើយនាងក៏បានឮសំឡេងមិត្តភ័ក្តិរបស់នាងធាក់ទ្វារលាន់ឮក្រាំងនាងបារម្ភក្រែងមានអ្វីកើតឡើងក៏គោះទ្វារបន្ទប់ហៅមិត្តភ័ក្តិរបស់នាងតិចពេលបានឮសំឡេងគោះទ្វារអាខ្មោចនោះវាក៏បាត់ខ្លួនទៅពេលនាងបានរួចខ្លួនហើយនាងក៏ស្ទុះមកបើកទ្វារយ៉ាងប្រញាប់នាងខ្លាចនឹងញ័រភ័យនិយាយដាច់ប្រាប់រឿងរ៉ាវនេះដល់មិត្តនាងក៏ប្រាប់ខ្ញុំថាតាំងពីកើតមកមិនដែលជួបហេតុការណ៍ឆ្កួតបែបនេះទេមិនដឹងថាជាខ្មោចលបលយោអីក៏ងប់ងល់នឹងតណ្ហាថែមទាំងចង់រំភេទជាមួយឲ្យតែមានខ្មោចម៉ាក់នឹង4ដុំក្បាលច្បាស់ជាក្រមុំពោះធំឥតដីគ្រប់គ្នាជាមិនខានបាទរឿងនេះក៏បានដល់ទីបញ្ចប់បាទសូមអរគុណ